highlight ទាំងស្រុងបណ្ដាការប្រកួតរវាងកំពង់ចាមនិងកងយុទ្ធពលខេមរៈភូមិន្ទការប្រកួតធ្វើឡើងនៅទីលាននៃវិទ្យាល័យព្រះសីហនុឯកស្ថាននៃក្រុមទាំងពីរគឺថាកំពង់ចាមអាវពណ៌សមួយឈុតគណៈដែលកងយុទ្ធពលខេមរៈភូមិន្ទគឺពណ៌ក្រហមមួយឈុតតែម្ដង4គ្រាប់កាត់ឡើងនៅក្នុងការប្រកួតថ្ងៃនេះដែលក្រុមលីកំពូលកម្ពុជាបប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកភិលមនសម្ដេចកមហាសេនាបតីតេជោហ៊ុនសែនធនខេត្តការបញ្ជូនបាល់ដំបងរបស់ហាក់សូហ្វីគឺខូចបាល់ហើយកន្លែងនេះការទាញហើយក៏បញ្ជូនចាស់មកខូចបាល់ដូចគ្នាបាទតែកន្លែងនេះការតតស្តាំរបស់ត្រេះម៉ានីក៏ប្លុកបានពីខ្សែការពារគឺទេពហ្វីលីបលើកោងជុំមកខាងក្នុងនេះមួយក្បាលរបស់ស្រេងសុគីរកបានក្របបាល់ដំបងឲ្យកងយុទ្ធពលខេមរៈភូមិន្ទបាននាំមុខគឺ1-0ពីការលើកបានយ៉ាងល្អហើយក៏តែបានយ៉ាងស្អាតបញ្ចូលទីតែម្ដងទៅកន្លែងនេះពីមូនីសាវីរិនបាទទៅខ្លួនឯងហើយក៏កាត់បាល់ចូលមកខាងក្នុងជួយបានបាទពីអ្នកចាំទីម៉ាត់ឡានីលើកោងពីម៉ៅវិសិទ្ធក៏ជះមួយក្បាលរបស់វ៉ាឡែនថាញរកបានក្របបាល់ទី2ឲ្យកងយុទ្ធពលខេមរៈភូមិន្ទពីការបញ្ជូនបានយ៉ាងល្អរបស់ម៉ៅវិសិទ្ធហើយក៏តែបញ្ចប់ទីបានយ៉ាងស្អាតរបស់វ៉ាឡែនថាញកន្លែងនេះវ៉ាឡែនថាញបាទទាត់ឆ្វេងហើររំលងរបស់ទីកម្ពស់3ម៉ែត្រឯណោះបាទបន្ទាប់ពីមិនមានចំហនៃការទាត់បានត្រឹមត្រូវឱកាសកន្លែងនេះការស៊ីโซរបស់វ៉ាឡែនថាញបានយ៉ាងល្អបញ្ចប់ទីបានយ៉ាងស្អាតតែម្ដងក្របបាល់ទី2របស់គេគឺជាក្របបាល់ទី3ឲ្យបាទកងយុទ្ធពលខេមរៈភូមិន្ទគឺនាំមុខ3-0លោកអញ្ញាកណ្ដាលក៏ផ្លឹបបញ្ចែបាទនៅក្នុងវគ្គទី1ចូលដល់វគ្គទី2បាទវគ្គទី2គឺមានមួយគ្រាប់កាត់ឡើងកន្លែងនេះមួយក្បាលរបស់អាស្វាត់សូរៀមបាទគឺតែតចេញទៅខាងក្រៅឱកាសកន្លែងនេះរបស់អាស្វាត់សូរៀមបាទផ្ទះផ្លាជើងស្ដាំក៏មិនចំគោលដៅកន្លែងនេះការកាត់បាល់ចូលមកខាងក្នុងក៏ទះជើងស្ដាំរបស់លៀងពិសីក៏រកបានក្របបាល់ទី4ឲ្យកងយុទ្ធពលខេមរៈភូមិន្ទនាំមុខកំពង់ចាម4-0ឱកាសមានជាបន្តកន្លែងនេះបាទគឺកោសៀមនីរ៉ូទីនឱកាសដំបូងរបស់គេបាទជាទាត់មិនចំគោលដៅនោះទេលោកកញ្ញាកណ្ដាលក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដង